តោះវិលមកកាន់វគ្គ2នៃការ deploy ធ្វើការ hosting ជាមួយ Firebase ម្ដងនេះរៀងពិបាកបន្តិចដោយសារយើងប្រើប្រាស់ជាមួយនឹង terminal បងប្អូនអាច error ច្រើនពេលតែអត់អីទេរៀនឬក៏មើលវីដេអូនេះធានាថាមកចេះហ្មងព្រោះដោយសារនៅពេលដែលយើងមានបច្ចេកច្រើនយើងមាន file ច្រើនការ hosting ជាមួយ UI គឺវាមានភាពស្មុគស្មាញដែលយើងត្រូវ click នេះ click នោះច្រើនអញ្ចឹងយើង hosting ជាមួយ terminal គឺវាលឿនជាងហើយល្អជាងអូខេអញ្ចឹងយើងយកបច្ចេកដដែលមិញរបស់យើងហ្នឹងដែលយើងបាន hosting មួយ GitHub ហ្នឹងទៅធ្វើការ hosting ដើម្បីយក domain ឬក៏ URL ថ្មីមួយទៀតពី Firebase តាមពិតយើងមានការ hosting ផ្សេងៗទៀតតែខ្ញុំឧទាហរណ៍តែ Firebase ទេព្រោះនេះសម្រាប់អ្នកដែលគាត់ធ្វើ app គឺគាត់ស្គាល់ច្បាស់ហ្មងជាមួយ Firebase ហើយនិង Supabase ប៉ុន្តែ Supabase វាជំនាន់ក្រោយ Firebase ហើយ Firebase ជំនាន់មុនជំនាន់ចាស់វារបស់ Google អូខេអញ្ចឹងតោះកុំឲ្យខាត់ពេកអូខេអញ្ចឹងដំបូងបំផុតអ្វីដែលយើងនឹងធ្វើគឺយើងចូលទៅកាន់ platform ចូលទៅកាន់ browser បន្ទាប់មកយើងធ្វើការ select Firebase មក Firebase console បាយតែប៉ុណ្្នឹងទេវាចេញមកហើយយើងចូលទៅកាន់ platform Firebase សិនអាហ្នឹងករណីយើងអត់មាន account ណាអានេះវាជាសេវាកម្ម backend ដែរវាមានច្រើនសេវាកម្មនៅខាងក្នុង Firebase ហ្នឹងមានច្រើនតែយើងយកតែមួយទេតែតោះ hosting រឿង real-time database ឬក៏អីផ្សេងទៀតអាហ្នឹងចាំយើងគិតតាមក្រោយទៀតឥឡូវនេះយើងយកតែមួយសិនអូខេកន្លែងនេះដើម្បីសុវត្ថិភាពវាទាមទារយើងបើក two factor អញ្ចឹងខ្ញុំយក Gmail ថ្មីមួយទៀតសិនអូខេខ្ញុំយកបច្ចេកមួយទៀតសិនហើយចាំតិចអូខេនេះខ្ញុំប្រើ Gmail មួយទៀតតាមពិតតែ Gmail នេះខ្ញុំមិនសូវចង់ប្រើដោយសារវាច្រើនបច្ចេកពេកអញ្ចឹងអាចនឹងបងប្អូនគ្នាអត់សូវយកញ៉ៃតែមិនអីទេសាកសិនចាយើងចូលមកកន្លែងនេះយើងចូលកន្លែងពាក្យ go to console នេះមកដោយសារតែខ្ញុំបានបង្កើតច្រើនបច្ចេកដែរអញ្ចឹងអាចនឹងស្មុគស្មាញតែបើទាំងអស់នេះចូលមកអត់តន់បង្កើតទេគឺវានឹងចេញវាអត់ចេញអាពួកនេះអត់ចេញអាបច្ចេកខាងស្ដាំនេះទេវាចេញតែអានេះឯងនេះឥឡូវខ្ញុំចុច S12 ហ្មងទៅយ៉ាវាចេញតែនេះឯងនេះវាចេញតែអានេះឯងអូខេអញ្ចឹងបន្តមកទាំងអស់គ្នាចុចកន្លែងបង្កើតបច្ចេកនេះអាហ្នឹងករណីតែវាពិបាកទៅដំបូងឯងពិបាកទៅ set up ដំបូងហ្នឹងរៀងពិបាកមែនតើពេលអូពេញមកហើយ limit account បាទអូខេតើឥឡូវយើងកុំខ្វល់វាច្រើនឥឡូវយើងចូលទៅកាន់ VS Code យើងវិញសេតាម terminal មកតាចុចបើក terminal មកយើងចុច control ហើយអាសញ្ញារួញខ្ញុំចុចយ៉ាខ្ញុំចុចហ្នឹងមកហើយយើងដំបូងផុតបើសិនជាបងប្អូនអត់ទាន់មានឥឡូវខ្ញុំដោយសារតែខ្ញុំបាន login ជាមួយ account Firebase ហើយបើសិនជាគ្នាយើងអត់ទាន់មានទេឥឡូវខ្ញុំ log out សិនអត់ទាន់មានទេដំបូងផុតគឺយើងធ្វើការ install ទៅលើ Firebase សិនចាំមើលអានេះសម្រាប់គិតដំបូងមែនតើហ្មងដើម្បីយើងធ្វើការអាចប្រើប្រាស់ command Firebase នេះបានដូចតែយើង install Git អញ្ចឹងយើងប្រើប្រាស់ command Git អញ្ចឹងចុច npm អាហ្នឹងតើយើងមាន node ដែរយើងមាន node មកមកយើងអាចប្រើ command នេះដើម្បីទៅធ្វើការ install Firebase បានអញ្ចឹងយើងធ្វើការ command npm Firebase google ចុំច្រឡំចង់คลิกinstall go ហើយ Firebase ខ្ញុំវាយឲ្យចំពាក្យវាដែរកន្លែងហ្នឹង tool គឺយើងមាន S មើលត្រូវអត់បើត្រូវវា down បើអត់ត្រូវទេអូត្រូវហើយអញ្ចឹងយើងរងចាំវាសិនដើម្បីវាធ្វើការ down ដូចជាយើង down node mojo ឬក៏យើង down នេះ npm install យ៉ាវាដូចគ្នាចឹងហើយចឹងរងចាំវាសិននៅពេលណាដែលវាធ្វើការ down ចប់យើងអាចប្រើប្រាស់ជាមួយ command Firebase ពីមុខនឹងបានហើយចឹងយើងធ្វើការអាច deploy ជាមួយ Firebase នឹងបានតាមរយៈ terminal សតហ្មងយើងបាច់តាមទៅចូលក្នុង platform វាក៏បានដែរពេលដែលវាយ command ត្រូវវានឹងបញ្ជូនយើងទៅកាន់ login ហើយចឹងរងចាំបន្តិចសិនអញ្ចឹងយើង down ចប់ហើយអញ្ចឹងយើងអាចប្រើប្រាស់ command បានហើយដែលយើងផ្ដើមជាមួយ Firebase បានឥឡូវthôiខ្ញុំចង់ប្រើ Firebase deploy អញ្ចឹងបើយើង set configuration វាហើយយើងអាច deploy បានណាតែនេះខ្ញុំ log out តែអញ្ចឹងវាអត់តន់ស្គាល់ទេឃើញអត់វាចេញ error ហើយអញ្ចឹងដើម្បីធ្វើការ deploy វាបានគឺយើងប្រើប្រាស់ច្រឡំទៅ Git រហូតយើងប្រើប្រាស់ជាមួយ Firebase initialize សិន initialize hosting ដើម្បីឲ្យវាស្គាល់សិនយើងប្រើ command មួយហ្នឹងរងចាំបន្តិចអូខេតោះមកវាសួរយើងចុច yes មកតមកទៀតគេវាសួរយើងដោយសារតែយើងមាន Firebase នេះខ្ញុំបាន login ជាមួយ account នេះនៅក្នុង platform ណា
nhưng xưaយើងប្រើប្រាស់ project មួយហ្នឹងឬមួយយើងបង្កើតថ្មីឥឡូវខ្ញុំចង់បង្កើតថ្មីបង្កើតអត់បានទេដោយសារគេខ្ញុំអត់ត login ឥឡូវខ្ញុំសាកមើលសិនខ្ញុំប្រើប្រាស់ Firebase login អានេះវារៀងស្មុគស្មាញបន្តិចអស់គ្នាអាចរៀងពិបាកមើល Firebase ខ្ញុំសេខុសអញ្ចឹងខ្ញុំធ្វើការសេត្រូវដូចមិញមក Firebase login តមកវាសួរយើងចុច yes មកស្មុគស្មាញតែពេលដំបូងឯងពេលដែលយើង set up ដំបូងឯងតែពេលតិចទៀតទៅពេលដែលយើងធ្វើការ install ឲ្យអស់វាឡើងស្មុគស្មាញហើយអញ្ចឹងកន្លែងនេះ no ខែវានាំយើងទៅធ្វើការ login ហើយអញ្ចឹងខ្ញុំធ្វើការ login ជាមួយ account របស់ខ្ញុំចុចអនុញ្ញាតមកយ៉ាងអញ្ចឹង Firebase login successful យើងក៏លោះចូលទៅកាន់នេះបើយើងវិញវាបង្ហាញមកថាបាន login ហើយអញ្ចឹងយើងចង់ធ្វើការ deploy ឬមួយក៏ hosting ជាមួយនេះ file 3របស់យើងនេះអញ្ចឹងខ្ញុំវាយ comment យើងផ្ដើមត្រូវតែផ្ដើមជាមួយ Firebase Sync ដោយសារតែយើងបាន down Firebase ហ្នឹងមកហើយ install ហើយអញ្ចឹងយើងប្រើ Firebase initialize hosting ហ្នឹងដោយសារតែយើងចង់ធ្វើការ hosting អាហ្នឹងកិច្ចដំបូងរបស់យើងគឺយើងត្រូវប្រើ Firebase initialize hosting ហ្នឹងហ្មងទៅហើយបន្តមកទៀតវាធ្វើការនេះយើងគ្រាន់តែចុច yes តាមវាមកហើយវាសួរយើងថាប្រើប្រាស់ project ដែលយើងបានបង្កើតនៅក្នុង platform របស់វាហ្មងឬមួយក៏យើងចង់បង្កើត project ថ្មីខ្ញុំចង់បង្កើត project ថ្មីអញ្ចឹងខ្ញុំគ្រាន់តែចុចប៉ុណ្ណឹងអានេះសម្រាប់តែអ្នកដែលគាត់បាន login ហើយឬក៏គាត់ធ្លាប់បង្កើត project ពីមុនគឺវានឹងសួរបែបហ្នឹងអញ្ចឹងយើងប្រើចុច select មិញណា arrow key នេះដាក់ create new project មកហើយយើងវាយឈ្មោះ project របស់យើងដែលយើងចង់បង្កើតមកឥឡូវ project របស់យើងគេ14កុម្ភៈចង់បង្កើតយើងដាក់ឈ្មោះអញ្ចឹងដោយសារតែវាខ្លីពេកយើងដាក់ឈ្មោះវែងតិចមក14កុម្ភៈរតនាចុះអូខេអញ្ចឹងយើងបង្កើតបានអូគេមានហើយឥឡូវចាំបន្តិចអូខេដោយសារតែខ្ញុំតាមខ្ញុំគិតប្រហែលជាដាក់លេខខាងមុខអត់បានដឹងអញ្ចឹងខ្ញុំដាក់ February រតនាវិញអញ្ចឹងវាសួរយើងថាយើងចង់វាហៅឈ្មោះបែបហ្នឹងមិនមែនយើងគ្រាន់តែចុច enter មកអូខេអញ្ចឹងវាបង្កើត platform វាបង្កើត project មួយឲ្យយើងហើយយើងអាចមិនជឿយើងអាចចូលទៅមើលនៅក្នុង platform បានប៉ុន្តែយើងមិនបាច់មើលទេនាំស្មុគស្មាញអញ្ចឹងវាបង្កើតឲ្យយើងហើយបន្ទាប់ពីវាបង្កើតឲ្យយើងហើយវានឹងដំណើរការមួយទៀតទាក់ទងជាមួយទៅកាន់ hosting ចាំមើលតិចទៀតវាពិបាកតែខាងដំបូងហ្នឹងឯងឥឡូវចាំវាដើរសិនតិចទៀតស្រួលទេកន្លែងនេះវាសួរយើងចង់ប្រើ project ខ្ញុំ public យើងគ្រាន់តែចុចសញ្ញាចុចមកយើងមិនចាំដាក់ public ទេចុចមកហើយកន្លែងនេះវាសួរយើង rewrite ឬក៏អត់យើងចុច no កន្លែងនេះ no ទៀតមកដើម្បីកុំឲ្យមានភាពញញ៉ៃវាសួរយើង deploy ជាមួយ GitHub អត់អីចឹង no ដែរមកហើយវានឹងបង្កើតជាមួយ file នេះមួយឲ្យយើងនេះ file 424នេះហើយវាសួរយើងចង់ override យើងចុច no ទៀត no រហូតដល់កន្លែងនេះបើសិនអស់នេះអត់ដឹងនេះយើង no ទៀត no ទាំងអស់មកយ៉ាអញ្ចឹង complete ហើយ project ហ្នឹងបង្កើតបានហើយវាក៏បង្កើតជាមួយ git ignore យើងមួយដែរនេះអាចមើលបានអញ្ចឹងវា Firebase ក៏បង្កើតឲ្យដែរអញ្ចឹងយើងចាំតែ deploy ឯងយើងចាំតែ hosting ឯងអញ្ចឹងអូខេយើងបន្ទាប់ពីយើងបានធ្វើការ hosting នឹងបង្កើត project ហ្នឹងរួចយើងធ្វើការ deploy តែម្ដងឃើញអត់ពិបាកទេយើងវាយ Firebase deploy មកអាហ្នឹងករណីថា file យើងតិចយើងវាយ Firebase deploy បើសិនជាយើងមាន folder ច្រើនទាំង n ទាំងអីដែរយើងវាយ deploy យើងដាក់ចុច only hosting ទៅឥឡូវទៅនេះវាពងទៅហើយតែ4 file ឯងមើលថាវាចេញបែបណាដែរហើយស្អាតបែបណា URL វាបញ្ជូនឲ្យយើងពីរទាំងអស់គ្នានេះ URL ឯងកតុយ web ហើយនឹង app អាហ្នឹងសម្រាប់អ្នកដែលគាត់ធ្វើ app គឺគាត់ស្គាល់ច្បាស់ជាមួយ Firebase ហើយនឹង Superbase ព្រោះគាត់ develop app មកវាមាន real time វាមាន machine learning មានអីក្នុងហ្នឹងច្រើនណាយើងអាច copy URL នេះយកទៅឲ្យពុកម៉ាក់បានឃើញទេ Amsterdam ស្អាតតែម្ដងហើយ URL មិនមែនមានតែមួយទេណាគេឲ្យ domain មកពី free កតុយ .com វាដែរលុយណាក្នុង Firebase វាឲ្យកតុយ .com យើងបាច់ទៅទិញចំណាយអស់លុយឯនេះបើមិនជឿទេខ្ញុំដាក់ឲ្យមើលកតុយ .com ឃើញទេវាយ domain ហ្នឹងទៅណែវាចូលមកមិនជឿឲ្យមើលកតុយ .com កាលហ្នឹងដោយសារតែនេះចំនួនចាស់ហើយគេ recommend ឲ្យប្រើ domain ខ្លីៗហើយសំខាន់ AWS ទៀតសុវត្ថិភាពទៀតកាលហ្នឹងតាំងពីចំនួននៅ app គេធ្វើ app ពីខ្ទង់2010មកនេះកតុយ .com យ៉ាងអញ្ចឹងគឺមានតែប៉ុណ្្នឹងទេការ deploy គឺអត់មានអីពិបាកទេ
ឲ្យតែមើលតាមវីដេអូនេះទាំងអស់